បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube KSN បាទនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកមេរៀន Microsoft PowerPoint មកធ្វើការចែកជូនបងប្អូនទាំងអស់គ្នាដើម្បីសិក្សាស្វែងយល់បាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលមកកាន់វីដេអូមេរៀនយើងទាំងអស់គ្នាបាទនៅក្នុងនេះបាទខ្ញុំសូមធ្វើការបង្ហាញបងប្អូនអំពី slide show បាទអញ្ចឹងនៅក្នុង slide show នេះបាទបងប្អូនអាចធ្វើការចងជាក្រុមបានបាទក្រុមឧមាថាយើងមាន slide នេះចំនួន13បាទអញ្ចឹងនៅក្នុង13 slide ហ្នឹងបើសិនជាបងប្អូនត្រូវការធ្វើការបង្ហាញទៅដល់ក្រុមយើងមាន2ក្រុមអញ្ចឹងយើងអាចបង្កើត file slide នេះជា2 file ក៏បានដែរបាទប៉ុន្តែបើសិនជាយើងកុំឲ្យពិបាកបង្កើត file ច្រើនបងប្អូនអាចចូលមកក្នុង custom slide show នេះមកយើងបង្កើតជាក្រុមជា2ក្រុមទៅបានដូចគ្នាបាទដែលមិនចាំបាច់យើងទៅបង្កើត file ជា2ណាបាទអញ្ចឹងបងប្អូនចូលមកក្នុង custom slide show នេះមកបាទបងប្អូនចូលទៅក្នុង custom slide show ហ្នឹងតមកវានឹងចេញទម្រង់បែបនេះបងប្អូនយក new នេះមកបាទអញ្ចឹងកន្លែងនេះបងប្អូនអាចដាក់ឈ្មោះបានបាទបងប្អូនដាក់ឈ្មោះមកឧមាថាខ្ញុំដាក់ថាឥឡូវខ្ញុំជិលសរសេរវិញខ្ញុំដាក់ L1 ជាមួយទៅបាទហើយបន្ទាប់មកខ្ញុំត្រូវការជ្រើសរើស slide បាទចំនួន slide ដែលយើងចង់បង្កើតឲ្យវាមកនៅក្នុង L1 នេះបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំយក slide ទី1 slide ទី3 slide ទី5 slide ទី7 slide ទី9បាទឥឡូវខ្ញុំយក11មួយទៀតបាទហើយនឹង13បាទខ្ញុំយកចន្លោះអញ្ចឹងទៅបាទដើម្បីងាយស្រួលខ្ញុំបង្កើតមួយក្រុមទៀតខ្ញុំយកលេខ2លេខ4យកលេខគូបាទឥឡូវខ្ញុំបានប៉ុណ្្នឹងហើយខ្ញុំចូលមកកន្លែងប៊ូតុង add នេះមកបាទចូលប៊ូតុង add ហ្នឹងវានឹងចូលមកដល់កន្លែងនេះបាទអញ្ចឹង slide ប្រហែលដែលខ្ញុំបានជ្រើសរើសមិញវាមកចូលមកនៅក្នុងនេះបាទអញ្ចឹងកន្លែងនេះបាទបងប្អូនអាចឃើញបាទកន្លែងនេះគឺយើងចង់ផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងណាបាទឥឡូវដូចជានេះកន្លែង slide ទី7នេះខ្ញុំចង់ឲ្យវាឡើងទៅលើបាទអញ្ចឹងបាទវាឡើងមកលេខ6នេះវិញណាបាទអញ្ចឹងខ្ញុំឲ្យវាទៅនៅកន្លែងទីលេខ5វិញបាទអញ្ចឹងវាឡើងដល់ទី5ហើយខ្ញុំចង់ឲ្យវាមកនៅទី1នេះក៏បានដែរខ្ញុំអាចរំកិលវាមកដល់កន្លែងទី1បាទហើយចំណែកកន្លែងនេះបងប្អូនឃើញនេះបាទសញ្ញាខ្វាយហ្នឹងគឺ remove មានន័យថាកន្លែងហ្នឹងខ្ញុំចង់ remove វាចេញឬមួយក៏កន្លែងនេះគឺយើងចង់ចោះមកក្រោមវិញអញ្ចឹងណាបាទឡើងលើវិញអញ្ចឹងហើយចំណែកកន្លែងនេះគឺយើង remove យើងអាច remove វាចោលតែម្ដងបាទអត់មានឃើញនៅក្នុងហ្នឹងទេបាទហើយយើងចង់ដាក់មកវិញមកយើងអាច add វាមកវិញមកបាទវាចូលមកវិញហើយបាទហើយបន្ទាប់ពីបងប្អូនជ្រើសរើសរួចរាល់ហើយបងប្អូនអាចចុចសញ្ញាប៊ូតុង OK នេះបាទចុចប៊ូតុង OK ហ្នឹងទៅវានឹងបាននៅ L1 ហ្នឹងហើយមួយទៀតខ្ញុំបង្កើតក្រុមមួយទៀតកន្លែងនេះខ្ញុំដាក់ L2 បាទឧទាហរណ៍ថា L2 យើងចាស់បាទហើយខ្ញុំបន្ទាប់មកខ្ញុំជ្រើសរើស slide បាទ slide លេខគូហ្នឹងបាទលេខ6លេខ8លេខ10លេខ12បាទអញ្ចឹងខ្ញុំ add វាមកបាទវាបានចូលមកក្នុងនេះហើយបាទរួចហើយខ្ញុំបានកំណត់រួចរាល់អស់ហើយខ្ញុំចូល OK បាទចុច OK មកបានហើយបាទអញ្ចឹងកន្លែងហ្នឹងពេលដែលយើងបិទហើយយើងអាចបង្ហាញនៅក្នុងហ្នឹងក៏បានដែរប៉ុន្តែនៅពេលដែលយើងបានធ្វើការចាប់ហើយនៅពេលដែលយើងចង់បង្ហាញទៅដល់ក្រុមរបស់យើងទាំងពីរក្រុមហ្នឹងបងប្អូនអាចចុចកន្លែងហ្នឹងមកបាទវានឹងបង្ហាញបាទ L1 L2 បាទបងប្អូនចង់ធ្វើការបង្ហាញទៅនៅ L1 នេះបងប្អូនចុចកន្លែងហ្នឹងមកបាទគឺវាបង្ហាញតែ7 slide ដែលយើងបានជ្រើសរើសហ្នឹងទេបាទក្រោយពីហ្នឹងគឺអត់បង្ហាញទេបាទបងប្អូនឃើញហើយបាទបន្ទាប់7 slide នឹងចាប់គឺវា load មកវិញហើយបាទហើយអញ្ចឹងបន្ទាប់មកទៀតយើងចង់បង្ហាញទៅដល់ក្រុមទី2បាទ L2 នេះបាទបងប្អូនចុចកន្លែងហ្នឹងមកបាទគឺវាបង្ហាញតែ slide តែ6ដែលយើងបានជ្រើសរើសហ្នឹងទេក្រោយពីហ្នឹងគឺអត់បង្ហាញទេបាទអញ្ចឹងកន្លែងហ្នឹងមានប៉ុណ្ណឹងបាទហើយចំណែកកន្លែងនេះគឺសម្រាប់យើងធ្វើការកន្លែងនេះយើងអាចធ្វើការបង្ហាញបាទហើយយើងអាចថតអីចឹងណាបាទកន្លែងនេះយើងឧមាថាយើងបង្ហាញទៅដល់ក្រុមរបស់យើងហើយយើងចង់ថតបាទកន្លែងនេះគឺកំពុងតែ record ហើយបាទយើងអាចឲ្យវា record ទៅបាទចំនួនយើងបង្ហាញអញ្ចឹងទៅបាទយើងធ្វើការបាត់បង្ហាញរួចរាល់យើងចង់បន្តទៅ slide មួយទៀតអញ្ចឹងក្នុងមួយ slide នេះវាមានចំនួន21 second បាទអញ្ចឹងខ្ញុំបន្តទៅ slide មួយទៀតបាទអញ្ចឹងនៅក្នុង slide នេះបងប្អូនឃើញនេះបាទកន្លែងនេះគឺនាទីសម្រាប់មួយ slide
ហើយចំណែកកន្លែងនេះគឺសរុបបាទសរុបនាទីទាំងអស់បាទអញ្ចឹងនៅក្នុង slide ទី2នេះឧទាហរណ៍ថាខ្ញុំធ្វើការបង្ហាញទៅដល់ក្រុមទាំងអស់រួចរាល់ហើយបាទចប់សពគ្រប់ហើយបាទក្នុងក្រុមរបស់យើងគាត់យល់រួចរាល់អស់ហើយយើងបានបន្តទៅ slide ទី3បាទអញ្ចឹងនៅពេល slide ទី3បាទនាទីកន្លែងនេះគឺវា load មក0វិញបាទនឹងឡើងទៅ1 2 3វិញហើយចំណែកកន្លែងនេះនាទីនេះគឺវាសរុបនៅនឹងទាំងអស់តែម្ដងគឺវានឹងចាប់ដើមសរុបពី slide ទី1ទី2ទី3បាទមានប្រហែលនាទីហ្នឹងគឺវាសរុបនៅក្នុងហ្នឹងបាទឥឡូវឧទាហរណ៍ថាខ្ញុំបញ្យល់កន្លែងនេះរួចរាល់ហើយខ្ញុំបន្តទៅ slide មួយទៀតបាទអញ្ចឹងកន្លែងនេះបងប្អូនឃើញហើយបាទអញ្ចឹងវាមានបន្តអញ្ចឹងទៅឥឡូវកន្លែងនេះខ្ញុំសូមបន្តទៅបាទយើងចាត់ទុកថាជាការបត់បង្ហាញអញ្ចឹងទៅបាទហើយនៅពេលដែលចប់គឺវានឹង load មកបែបនេះបាទរួចហើយយើងយក yes មកបាទបន្ទាប់ពីនោះបាទនៅពេលដែលយើងធ្វើការរួចរាល់អស់ហើយបាទបងប្អូនដែលយើងក្នុងក្រុមដែលយើងបានបង្ហាញហ្នឹងរួចរាល់ហើយយើងចង់ធ្វើការ review ឡើងវិញបាទដោយយើងចង់អាចហៅថាសង្ខេបឡើងវិញណាបាទអញ្ចឹងបងប្អូនអាចចូលនៅក្នុងកន្លែងនេះមកបាទចូលកន្លែងហ្នឹងមកហើយក្នុងនេះបងប្អូននេះបងប្អូនអាចប្រើនេះបើសិនជាបងប្អូនដោះគ្រីសទេបងប្អូនដាក់គ្រីសវិញមកបាទអញ្ចឹងពេលនោះយើងអាច slide ទៅបាទដល់ពេលយើង slide ទៅវាគ្រប់ចំនួននាទីវាគឺ slide ហ្នឹងវានឹង load auto ទៅតែម្ដងបាទបងប្អូនឃើញហើយគឺវា load auto direct តែម្ដងគឺវានឹង load auto ទៅបន្តអញ្ចឹងទៅបាទអញ្ចឹងដោយយើងមិនចាំបាច់ចុច mouse ទេអញ្ចឹងក្នុងហ្នឹងគឺបានបង្ហាញនៅក្នុងនឹងមួយ review ឡើងវិញអញ្ចឹងណាបាទដើម្បីរំលឹកសារឡើងវិញដល់ក្រុមរបស់យើងដែលយើងបានធ្វើការបង្ហាញអញ្ចឹងណាបាទអញ្ចឹងវានឹង load បន្តទៅបាទអញ្ចឹងដល់ពេលទៅខាងមុខទៅទៀតវានឹងអាចលឿនជាងនេះដោយសារតែនេះខ្ញុំធ្វើការបញ្យល់ទៅវារឿងវែងអញ្ចឹងទៅវាយូរហើយបន្តមកទៀតហ្នឹង slide បន្តហ្នឹងគឺខ្ញុំបាននិចបន្តរហូតហ្នឹងអញ្ចឹងវានឹងលឿនជាងនេះបាទអាហ្នឹងចំពោះការ record បាទហើយឥឡូវខ្ញុំសូមនិចបន្តទៅទៀតទៅបាទដើម្បីមកយូរបាទឥឡូវវាដល់ហើយបាទមានន័យថាគឺវានឹងដល់ចំណុចហ្នឹងហើយបាទអញ្ចឹងកន្លែងហ្នឹងគឺមានប៉ុណ្ណឹងបាទហើយបើសិនជាយើងអត់ដាក់អានេះទេមានន័យថាយើងត្រូវប្រើមួយវិញដដែលមានន័យថាយើងត្រូវចុចនិចអីបន្តអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមប៉ុណ្្នឹងសិនបាទចាំវីដេអូក្រោយខ្ញុំនឹងបន្តមកកន្លែងនេះទៀតបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទសូមជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងអរគុណ